កន្លែងទេសចរចំនួន2ដ៏ស្រស់ស្អាតនៅលើទឹកដីស្រុកបន្ទាយស្រីខេត្តសៀមរាបដែលភ្ញៀវទេសចរជាច្រើនតែងតែមើលរំលងហើយមិនសូវបានទៅដល់នោះទេហើយកន្លែងទេសចរទាំងពីរនេះដែលមានមួយជាតំបន់ប្រវត្តិសាស្ត្រនាសម័យអង្គរដែលស្ថិតនៅលើកំពូលភ្នំដ៏ស្រស់ស្អាតនិងមួយទៀតជាកន្លែងអភិរក្សសត្វដ៏ធំបំផុតទី2នៅកម្ពុជាបន្ទាប់ពីសួនសត្វភ្នំតាម៉ៅខេត្តតាកែវជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅស្គាល់តំបន់ទេសចរពីរកន្លែងដែលនៅជាប់គ្នាក្នុងទឹកដីដ៏ប្រសិទ្ធនៃខេត្តសៀមរាបដែលទីតាំងទេសចរទាំងពីរនេះមានឈ្មោះថាភ្នំក្បាលស្ពាននិងមជ្ឈមណ្ឌលអភិរក្សសត្វអង្គរ Center for Conservation of Biodiversity ដើម្បីធ្វើដំណើរទៅដល់ទីតាំងទេសចរទាំងពីរនេះគឺយើងអាចធ្វើដំណើរតាមផ្លូវទៅខុនរៀមនៃស្រុកបន្ទាយស្រីហើយចម្ងាយពីទីរួមខេត្តសៀមរាបគឺមានចម្ងាយត្រឹមតែប្រមាណ50គីឡូម៉ែត្រតែប៉ុណ្ណោះនៅពេលដែលខ្ញុំបានធ្វើដំណើរមកដល់តាមផ្លូវបរិវេណភ្នំក្បាលស្ពានភ្លាមគឺឃើញថាអាកាសធាតុនៅទីនេះគឺត្រជាក់ហើយនៅតាមផ្លូវគឺសម្បូរទៅដោយសត្វមេអំបៅជាច្រើននៅតាមផ្លូវបត់ចូលទៅគឺគេមានដាក់ស្លាកសញ្ញាឲ្យយើងដឹងដូចនេះយើងអាចបត់ចូលតាមផ្លូវនឹងបាននៅទីនេះគឺគេមានកន្លែងផ្សាំម៉ូតូឡានផងដែរដូច្នេះហើយយើងមិនចាំបាច់ព្រួយបារម្ភរឿងសុវត្ថិភាពយើងជំនិះរបស់យើងនោះទេអូខេឥឡូវគឺខ្ញុំកំពុងតែនៅតាមផ្លូវដើម្បីឆ្ពោះទៅកាន់ភ្នំក្បាលស្ពានហើយយើងមើលទិដ្ឋភាពផ្លូវទាំងអស់គ្នាសុទ្ធតែថ្មតោះទៅ challenge ជាមួយខ្ញុំទាំងអស់គ្នានៅតាមផ្លូវឡើងទៅភ្នំក្បាលស្ពានគឺគេមានធ្វើជណ្ដើរឈើដ៏ស្រស់ស្អាតពីព្រោះដោយសារតែចំណុចខ្លះគឺរាំងចោតអញ្ចឹងពិបាកនៅក្នុងការធ្វើដំណើរដោយដែលបងប្អូនទាំងអស់គ្នាបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងអំពីស្ថានភាពនៃផ្លូវឡើងទៅអ្វីត្បិតតែនៅតាមផ្លូវសម្បូរទៅដោយថ្មមានក្តៅប៉ុន្តែនៅតាមផ្លូវគឺមិនក្តៅនោះទេដោយសារតែមានដើមឈើតិចធំជាច្រើនដោះដើម្បីធ្វើជាម្លប់ដល់ត្រឈឹងត្រឆៃសម្រាប់ភ្ញៀវទេសចរគ្រប់រូបហើយអ្វីដែលរឹតតែពិសេសនោះគឺយើងឃើញថានៅតាមផ្លូវអាជ្ញាធរមានរៀបចំជាកញ្ចក់ដើម្បីឲ្យភ្ញៀវទេសចរសម្រាកនៅពេលដែលយើងធ្វើដំណើរហត់ឡើងពីជើងភ្នំរហូតដល់កំពូលភ្នំកន្លែងរូបចម្លាក់គឺមានប្រវែង 1500 ម៉ែត្រឥឡូវពួកខ្ញុំដើរបាន1100 ម៉ែត្រអញ្ចឹងនៅសល់400 ម៉ែត្រទៀតប៉ុន្តែឥឡូវគឺហត់ខ្លាំងមែនទេចម្ងាយដើរឡើងទៅពីជើងភ្នំទៅដល់លើកំពូលភ្នំដើម្បីទៅមើលរូបចម្លាក់ជាច្រើននៅនឹងថ្មនៃដងស្ទឹងដ៏ប្រសិទ្ធគឺមានចម្ងាយ 1500 ម៉ែត្រចម្ងាយនេះគឺមិនឆ្ងាយខ្លាំងនោះទេដែលភ្ញៀវទេសចរគ្រប់វ័យអាចឡើងទៅទស្សនាបាននៅលើភ្នំក្បាលស្ពានគឺមានស្ទឹងប្រសិទ្ធមួយហូរកាត់ភ្នំនេះហូរចុះពីទិសអាគ្នេយ៍បង្កើតទៅជាទឹកធ្លាក់កម្ពស់5ទៅ6 ម៉ែត្ររួចហូរចូលទៅក្នុងអូរឫស្សីហើយបន្តទៅជួបអូរធំនៅជើងភ្នំហប់ចាក់ចូលមកស្ទឹងខេត្តសៀមរាបដើម្បីស្រោចស្រពតំបន់អង្គរមុននឹងហូរចូលទៅក្នុងបឹងទន្លេសាបទៅតាមជំនឿព្រះមហាក្សត្រខ្មែរនាសម័យនោះដើម្បីបានទឹកមាត់និងទឹកពិសិដ្ឋដែលជួយឲ្យត្រជាក់ត្រជុំសុខសប្បាយនិងចម្រើនសម្រាប់ប្រជានុរាស្ត្រគ្រប់គ្នាក្នុងព្រះនគរព្រះមហាក្សត្រខ្មែរនាសម័យនោះបានបង្កើតវិធីកែច្នៃយ៉ាងពិសេសមួយដើម្បីប្រសិទ្ធិស្ទឹងធម្មជាតិមួយឲ្យក្លាយទៅជាស្ទឹងដ៏ពិសិដ្ឋវិធីកែច្នៃនេះគឺព្រះរាជាក៏ដូចជាដូនតាខ្មែរបានឆ្លាក់រូបទេពធំៗទាំង3របស់សាសនាព្រាហ្មណ៍ដែលមានព្រះព្រហ្មព្រះសិវៈឬព្រះឥសូរនិងព្រះវិស្ណុព្រមទាំងបានឆ្លាក់រឿងរ៉ាវសំខាន់ៗទាក់ទងនឹងការបង្កើតចក្រវាឡផងដែរនៅតាមដងស្ទឹងដ៏ប្រសិទ្ធនេះនៃភ្នំក្បាលស្ពានគឺយើងឃើញមានចម្លាក់រូបស្នងលឹងព្រះសិវៈឬសេវលឹងដែលចម្លាក់សេវលឹងនេះគឺមានដល់រាប់ពាន់ឯណោះដែលយើងទាំងអស់គ្នាអាចមើលឃើញរូបចម្លាក់សេវលឹងទាំងអស់នេះនៅបាតស្ទឹងលើភ្នំតែម្ដងក្រៅពីរូបសេវលឹងនៅទីនេះផងដែរគឺយើងអាចមើលឃើញទាក់ទងទៅនឹងចម្លាក់នៃរឿងព្រះវិស្ណុក៏លើនាគអនន្តៈរងចាំការបង្កើតចក្រវាឡសាជាថ្មីដែលមានព្រះអគ្គមហេសីព្រះនាងលក្ស្មីនៅជាទ្រង់ហើយមានការឈូសដុសចេញពីផ្សិតរបស់ទ្រង់ផងដែរដែលការឈូសដុសចេញពីផ្សិតរបស់ព្រះវិស្ណុបង្កើតបានទៅជាព្រះព្រហ្មដោយដែលបងប្អូនទាំងគ្នាបានឃើញអញ្ចឹងនេះគឺជារូបព្រះព្រហ្មគង់លើការឈូសដែលដុសចេញពីផ្សិតរបស់ព្រះវិស្ណុផងដែរនៅទីនេះក៏មានរូបព្រះឥសូរគង់លើកូននន្ទិដែលមានព្រះមហេសីព្រះនាងឧបមាគង់នៅជាទ្រង់ហើយក៏មានរូបចម្លាក់ព្រាហ្មណ៍និងចម្លាក់សត្វអណ្ដើកកង្កែបនិងចម្លាក់ផ្សេងៗទៀតជាច្រើនដែលចម្លាក់ទាំងអស់នេះភាគច្រើនត្រូវបានឆ្លាក់នៅសតវត្សទី11ដល់ទី13ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1និងបញ្ចប់ដោយព្រះបាទឧត្តយទិត្យវរ្ម័នទី2នៅលើភ្នំក្បាលស្ពានមានសាលាចារឹកមួយចាស់នៅឆ្នាំ1059នៃគ្រិស្តសករាជដែលអត្ថន័យនៃសាលាចារឹកនេះប្រាប់ឲ្យយើងដឹងថាព្រះបាទឧត្តយទិត្យវរ្ម័នទី2បានយាងមកសម្ពោធការរៀបចំកែច្នៃពិសេសនេះហើយបានប្រទាននាមឲ្យកន្លែងនេះថាសហស្រៈលឹងដែលជានាមមួយរបស់ទន្លេកង្គាបច្ចុប្បន្នប្រជាជនខ្មែរយើងមួយចំនួនបានជឿថាទឹកអូរក្បាលស្ពានទទួលបានមុនពីចម្លាក់ទាំងនេះមុនហូរចូលមកស្ទឹងសៀមរាបដូចនេះយើងសង្កេតឃើញថាមានបងប្អូនប្រជាប្រដ្ឋខ្មែរជាច្រើនបានទៅក្របោជានឹងមួយទឹកទីនេះដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនផងដែរបើយើងងាកមកមើលអំពីទិដ្ឋភាពជាក់ស្ដែងនៅទីនេះវិញគឺស្រស់ស្អាតហើយត្បិតតែខ្ញុំមកចំខែនេះហើយពុំសូវមានទឹកមានក្តីប៉ុន្តែបើសិនជាយើងមកចំខែភ្ជុំបិណ្ឌឬក៏ខែ7ខែ8ទឹកនឹងមានច្រើនហើយនឹងមានភាពស្រស់ស្អាតជាងនឹងទ្វេដងហើយនៅទីនេះក៏យើងអាចយកអាហារនិងភេសជ្ជៈមកញ៉ាំជុំបងប្អូននិងគ្រួសារផងដែរប៉ុន្តែយើងមិនអាចញ៉ាំអាហារនៅជិតបរិវេណនៃរូបចម្លាក់នៃដងស្ទឹងបាននោះទេ
ឥឡូវគឺខ្ញុំកំពុងតែធ្វើដំណើរត្រឡប់ទៅវិញហើយខ្ញុំនឹងនាំបងប្អូនទាំងគ្នាទៅស្គាល់កន្លែងមួយទៀតនៅជិតនឹងដូចគ្នាចំពោះកន្លែងទី2នេះវិញគឺជាមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះដែលមានទីតាំងនៅជប់នឹងជើងក្នុងក្បាលស្ពាននឹងតែម្ដងនៅពេលដែលយើងចុះពីក្បាលស្ពានមកវិញគឺយើងងាកទៅខាងស្ដាំដៃនោះយើងនឹងឃើញមជ្ឈមណ្ឌលនេះហើយបើសិនជាយើងបានទៅដល់មុខទ្វារហើយពុំឃើញមាននរណាម្នាក់នៅចាំមាត់ទ្វារនោះទេគឺយើងអាចខលទៅតាមលេខដែលគេបានដាក់នៅនឹងច្រកចូលដើម្បីប្រាប់គេអំពីគោលបំណងរបស់យើងដែលទៅទស្សនានៅទីនោះសម្រាប់ម៉ោងទស្សនាវិញគឺចាប់ពីម៉ោង 9 ព្រឹកដល់ម៉ោង 1:30 រសៀលចន្លោះម៉ោងទស្សនានេះនឹងមានខាងបងនៅក្នុងមជ្ឈមណ្ឌលនាំយើងដើរមើលនឹងបញ្យល់រៀបរាប់ប្រាប់យើងអំពីអ្វីៗដែលមាននៅក្នុងសួនសត្វមួយនេះយើងអាចធ្វើការកក់មុនក៏បានតាមរយៈ website ដែលខ្ញុំបានដាក់ជូនខាងលើឬមួយក៏យើងអាចទៅទិញផ្ទាល់នៅកន្លែងរបស់គេតែម្ដងក៏បានដែរចំពោះតម្លៃទស្សនាវិញគឺម្នាក់$5ហើយលុយទាំងអស់នឹងយកទៅបរិច្ចាគជូនដល់ការថែទាំសត្វទាំងអស់ដែលមាននៅទីនេះប៉ុន្តែបើសិនជាយើងគ្រាន់តែចូលមើលធម្មតាដោយពុំមានការទាញកញ្ចប់ទូដើម្បីចូលទស្សនានិងដើម្បីឲ្យបងនៅទីនេះពន្យល់ប្រាប់យើងអំពីសត្វនោះទេគឺពុំមានការបង់លុយនោះទេសម្រាប់ជនជាតិខ្មែរតែចំពោះមតិខ្ញុំយល់ថាយើងគួរតែចំណាយលុយ$20,000ដែលស្មើនឹង$5នឹងដើម្បីទិញកញ្ចប់ទូហើយមើលសត្វទាំងអស់នោះយើងនឹងបានដឹងអំពីពលរដ្ឋមានកាន់តែច្បាស់អំពីប្រវត្តិរបស់សួនសត្វនេះនិងប្រវត្តិរបស់សត្វនីមួយៗយ៉ាងលម្អិតហើយប្រៀបដូចជាយើងនឹងបានចូលរួមក្នុងការការពារនិងអភិរក្សសត្វទាំងអស់នេះផងដែរពីព្រោះថវិកាទាំងអស់ដែលខាងមជ្ឈមណ្ឌលទទួលបានគឺយកមកចំណាយលើការគ្រប់គ្រងនៅក្នុងមជ្ឈមណ្ឌលទាំងស្រុងនៅទីនេះមានសត្វចំនួន33ប្រភេទហើយមានសត្វចំនួនរាប់រយក្បាលឯណោះគួរបញ្ជាក់ផងដែរថានៅទីនេះមិនមែនជាការចិញ្ចឹមសត្វដើម្បីធ្វើអាជីវកម្មនោះទេផ្ទុយទៅវិញទីនេះគឺជាទីកន្លែងសម្រាប់សង្គ្រោះជីវិតសត្វដែលរងការគំរាមកំហែងនិងសត្វដែលមានរបួសឬជំងឺជាដើមលើសពីនេះទៅទៀតមជ្ឈមណ្ឌលក៏បានបង្កាត់ពូជសត្វនីមួយៗដើម្បីបង្កើនចំនួនសត្វដែលកម្រហើយនិងសត្វដែលរងនឹងការផុតពូជខាងមជ្ឈមណ្ឌលក៏បានចុះណែនាំដល់បងប្អូនដែលមានចិញ្ចឹមសត្វព្រៃដាក់ក្នុងទ្រុងតាមផ្ទះជាពិសេសសត្វដែលប្រជាពលរដ្ឋខ្មែរយើងបានយកទៅប្រឡែងក្នុងវត្តអារាមនិងប្រគេនដល់ព្រះសង្ឃហើយក៏បានស្នើឲ្យប្រជាជនទាំងអស់ក៏ដូចជាព្រះសង្ឃសហការជាមួយនឹងមជ្ឈមណ្ឌលដើម្បីប្រកល់សត្វមកឲ្យខាងមជ្ឈមណ្ឌលសង្គ្រោះនិងពិនិត្យសុខភាពគ្រប់ជីវិតសត្វទាំងអស់គឺត្រូវការសេរីភាពពួកវាមិនចង់នៅក្នុងទ្រុងនោះទេការដែលខាងមជ្ឈមណ្ឌលត្រូវដាក់ក្នុងទ្រុងសិនគឺដើម្បីពិនិត្យសុខភាពនិងតាមដានអំពីជំងឺរបស់ពួកវាចំពោះទ្រុងដែលខាងមជ្ឈមណ្ឌលដាក់ដើម្បីអភិរក្សនិងចិញ្ចឹមសត្វគឺមានលក្ខណៈធំទូលាយនិងត្រូវទៅតាមស្តង់ដារដើម្បីធានាបានថាពួកវាទាំងអស់គឺហាក់បីដូចជាកំពុងរស់នៅក្នុងព្រៃទៅតាមធម្មជាតិរបស់ពួកវាចំពោះសត្វមួយចំនួនដែលខាងមជ្ឈមណ្ឌលពិនិត្យឃើញថាសត្វទាំងនោះមានសុខភាពល្អនិងគ្មានជំងឺគឺខាងមជ្ឈមណ្ឌលនឹងយកទៅប្រឡែងទៅតាមព្រៃក្នុងប្រទេសកម្ពុជាយើងប៉ុន្តែក៏មានសត្វមួយចំនួនដែលវាស៊ាំនឹងមនុស្សអញ្ចឹងពួកវាមិនទៅណានោះទេគឺពួកវានៅតែបន្តរស់នៅក្នុងសួនសត្វនេះដដែលហើយនៅក្នុងវីដេអូនេះដែរគឺខ្ញុំមានតែប៉ុណ្្នឹងដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាបានស្គាល់អំពីកន្លែងទេសចរណ៍ទាំងពីរនេះហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាបន្ទាប់ពីបានទស្សនាវីដេអូនេះហើយនឹងទៅមើលទាំងអស់គ្នាហើយយើងនឹងជួបគ្នាជាមួយនឹងកន្លែងទេសចរណ៍ថ្មីៗបន្តទៀតសូមអរគុណនិងសូមគោរពលា